6 សម្រាប់ចំណុចទី6គេដាក់ថា 双音节连读 双音节连读 អញ្ចឹង 双音节连读 ហ្នឹងគឺតកតងទៅនឹង连读 ហ្នឹងគឺការអនុវត្ត 双音节 ហ្នឹងគឺតកតងទៅនឹងព្យាង្គពីរព្យាង្គបងពីរព្យាង្គអញ្ចឹងគឺយើងអនុវត្តអានពាក្យពីរព្យាង្គនៅក្នុងនេះទី1គេដាក់ថា 云料 云料 Yeah, in ទី3声 in ជាសំឡេងទី3 云料 料គឺសំឡេងទី4 a o a u a l l l សំឡេងទី4 料 云料 អូខេ Yeah ខគឺផឹកបង in 料នេះគឺភេសជ្ជៈ Yeah តមកទៀតយើងមើលពាក្យថាយាយាអូខេយាយានេះបងដឹងហើយណាជីដូន grandpa អញ្ចឹងកន្លែងយាយានេះអាចនិយាយបានថាកន្លែងនេះគឺវាជា neutral tone ដែលយើងទៅរៀនខាងលើនេះគឺអត់មាន mark tone ទេអត់មានសញ្ញាទេមានតែព្យាង្គទី1ទេព្យាង្គទី1មាន mark tone ខាងលើជាសំឡេងទី2ប៉ុន្តែនៅពេលដែលសំឡេងនៅពេលដែលព្យាង្គបន្ទាប់របស់វានឹងគឺអត់មានទេយាដូចយើងបានសិក្សាមានកើម៉ាទីទីហ្នឹងគឺជាសិតតែ neutral tone អូខេជាស្លាយបន្តមកទៀត可乐អូខេ可乐អូខេ可乐ហ្នឹងគឺកូកាគ្នាកូកាបងបើពាក្យពេញហ្មងគេហៅ可乐កូកាកូឡាយេអញ្ចឹងបើយើងនិយាយថា可乐មួយម៉ាត់ហ្នឹងគឺពីរម៉ាត់ពីរព្យាង្គហ្នឹងគឺកូកាឯងជាប្រភេទភេសជ្ជៈហើយណា可乐បន្តមកទៀតតកតងទៅនឹងពាក្យបន្ទាប់គឺម៉ៃអូខេម៉ៃអូខេម៉ៃបន្តមកទៀតហាន់ប៉ោអូខេហាន់សលេងទី4អានយ៉ាហាន់ហើអានហានអូខេសលេងទី4ទៅជាហាន់ប៉ោa o a ប៉ោប៉ោសលេងទី3ប៉ោហាន់ប៉ោហ្នឹងគឺ hamburger អូខេ fine សំឡេងទី1ព្យាង្គទី1ក៏សំឡេងទី1ព្យាង្គទី2ក៏សំឡេងទី1 fine ការបញ្ចេញសំឡេងអូខេ fine បន្តមកទៀត苹果ហ្នឹងគឺផ្លែប៉ោមអូខេ黑板ហ្នឹងគឺក្តារខៀនអញ្ចឹងបងដឹងហើយថាក្តារខៀនជំនាន់មុនគេសរសេរដៃសអញ្ចឹងបើគេប្រើប្រភេទ黑板ហ្នឹងគឺជាប្រភេទក្តារខៀនដែលយើងសរសេរដៃសមួយទៀតគេហៅបាយប៉ានហ្នឹងគឺប្រភេទក្តារខៀនសរសេរ Word ឯងលើពាក្យពីរព្យាង្គ饮料អូខេ饮料ហ្នឹងគឺភេសជ្ជៈយាណាជីដូន可乐កូកាម៉ៃបងស្រីហាន់ប៉ោ hamburger fine ការបញ្ចេញសំឡេង苹果ផ្លែប៉ោម黑板ក្តារខៀនសម្រាប់សរសេរដៃសអូខេ